សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំចង់និយាយអំពី Wi-Fi ប្រភេទ Smart Meter Energy Protection សម្រាប់ប្រភេទនេះវាល្អនៅក្នុងការប្រើប្រាស់ទាំងនៅក្នុងបន្ទប់ជួលនៅក្នុងផ្ទះរបស់យើងវាល្អប្រើទីមួយយើងអាច control បិទបើកពីចម្ងាយបាននៅពេលដែលភ្លើងឡើងចុះគឺវាធ្វើការផ្ដាច់ដោយសារវត្តនៅពេលដែលឡើងឬលើអ្វីដែលយើងកំណត់នៅពេលដែលភ្លើងធ្លាក់ខ្លាំងក៏ឧបករណ៍នេះវាផ្ដាច់កុំឲ្យភ្លើងដែលធ្លាក់ដែលអាចធ្វើឲ្យឧបករណ៍យើងក្នុងផ្ទះហ្នឹងមានបញ្ហាមួយទៀតនៅក្នុងឧបករណ៍នេះក៏វាបានបំពាក់នៅប្រភេទ dispenser ដូចប្រភេទជំរាបនៅពេលដែលវាមានការឆក់ឬក៏ជ្រាបចរន្តនៅត្រង់កន្លែងណាមួយគឺវាលោតផ្ដាច់និយាយទៅប្រភេទ Smart Protector នេះគឺវា all in one តែម្ដងទាំងនេះជាសកម្មភាពក្នុងការភ្ជាប់ or CBO ជាមួយនឹង Smart Protector បរិយាឈ្មោះវាវិញខ្ញុំសូមហៅកាត់បែបខ្លីៗដើម្បីងាយយល់នៅចុងវីដេអូខ្ញុំនឹងបង្ហាញអំពីការភ្ជាប់ប្រភេទ Smart Protector ជាមួយនឹងទូរស័ព្ទដែលយើងអាច check មើលព័ត៌មានមួយចំនួនបានដូចជាអនុភាពដែលយើងប្រើប្រាស់ជាមួយនឹងអំពែដែលយើងប្រើប្រាស់បច្ចុប្បន្នហើយវាបង្ហាញអំពីសីតុណ្ហភាពរបស់ Smart Protector របស់យើងដែរសម្រាប់ខាងលើគឺភ្លើងចូលភ្លើងពីខាង EDC ហើយនេះគ្រាន់តែខ្ញុំធ្វើជា simple ទេអញ្ចឹងនៅក្នុងឧបករណ៍ Smart Protector របស់យើងវាមានខាង in ហើយនិងខាង out សម្រាប់ Smart Protector យើងត្រូវបញ្ចូលតាម L និងN ជៀសវាងនៅពេលដែលឧបករណ៍អត់ដំណើរការវាអាចមានភ្លើងបុកទៅអញ្ចឹងយើងគួរតែភ្ជាប់ទៅតាមបច្ចេកទេសគឺ N យើងបញ្ចូលខាង node ហើយ L បញ្ចូលខាង fast ចឹងដើម្បីអាចភ្ជាប់ app បានយើងត្រូវចូលនៅក្នុង Play Store ឬក៏ App Store យើងវាយពាក្យ Tuya Smart បន្ទាប់ពីយើង download ហើយយើងត្រូវភ្ជាប់ជាមួយ account ទើបយើងអាចប្រើប្រាស់បានដោយសារ Tuya Smart នេះគឺខ្ញុំភ្ជាប់នៅ account រួចហើយអញ្ចឹងខ្ញុំចូលតែម្ដងប៉ុន្តែនៅពេលដែលយើងចូលកម្មវិធីបើយើងចង់ add device យើងត្រូវការបើក Bluetooth និង Wi-Fi សិនដើម្បីយើង connect Wi-Fi ចឹងបើសិនជាកាន់នៃពេលដែលយើង add device វាអត់ load ឲ្យគឺយើងធ្វើការចុចប៊ូតុង Wi-Fi នៅលើ Smart Protector នៅពេលដែលយើងចុចវានឹង load device ឲ្យចឹងយើងគ្រាន់តែ select នៅលើ device ហ្នឹងហើយយើងវាយ password Wi-Fi ដែលយើងចង់ connect ជាមួយយើងចុច next ជាការស្រេចយើងរងចាំបន្តិចវាកំពុងតែភ្ជាប់ជាមួយនឹង app របស់យើងអូខេបន្តមកយើងចុចដាក់ចឹងនៅក្នុងហ្នឹងយើងឃើញថាវាមានទីមួយ current power សម្រាប់ចឹងឧបករណ៍យើងបាន connect Wi-Fi បានជោគជ័យហើយអានេះខ្ញុំគាត់សាកតេស្តនៅពេលដែលយើងចុចបិទដោយដៃគឺនៅក្នុង app វាលោតបិទដូចគ្នាប៉ុន្តែមួយយើងអាចបិទនៅលើ app បានដែរយើងអាចចុចបិទបើកនៅលើ app បានចឹងវាងាយស្រួលសម្រាប់យើងសម្រាប់កន្លែងនេះគឺយើងប្រើសម្រាប់ដូចយើងកំណត់ថាប្រើរយៈពេលប្រហែលឲ្យវាផ្ដាច់យើងអាចកំណត់បានកន្លែងនោះដល់យើងចង់ឲ្យប្រើប្រហែលគីឡូវាផ្ដាច់ដើម្បីកុំឲ្យយើងប្រើប្រាស់លើពីចំនួនកំណត់របស់យើងសម្រាប់កន្លែង setting alarm នេះសម្រាប់
Leakage Current Ampere ជាទូទៅយើងដាក់30 mA សម្រាប់កម្រិតនៃការឆក់ load សម្រាប់តង់ចុងគឺជាស្រ័យសម្រាប់ Ampere គឺទៅតាមអ្វីដែលយើងកំណត់យើងអាចដាក់63ក៏បាន32ក៏បានទៅតាមភ្លើងបងប្អូនប្រើប្រាស់ព្រោះភ្លើងនៅពេលដែលយើងប្រើប្រាស់តិចគឺខាង EDC គេតែងឲ្យ10 Ampere 20 Ampere 32 Ampere អានឹងតាមលក្ខខណ្ឌប្រើប្រាស់របស់បងប្អូនអញ្ចឹងបើសិនជាតែបងប្អូនប្រើ20 Ampere យើង set 20 Ampere សម្រាប់ schedule នេះគឺខ្ញុំចង់បង្ហាញពីចំណុចមួយដែលយើងអាចធ្វើការកំណត់វាឲ្យវាបើកបិទបានឧទាហរណ៍ថាយើងចង់ឲ្យវាបើកពេលយប់បិទពេលថ្ងៃក៏បានដែរអានេះខ្ញុំគាត់ថាធ្វើការតេស្តសាកល្បងគឺខ្ញុំកំណត់ឲ្យវាបើកនៅម៉ោង 10:20 នាទីអធិស្ឋានម៉ោង 10:22 នាទីហើយខ្ញុំនឹងឲ្យខ្ញុំនឹង set up ម៉ោង 10:22 នាទីឲ្យវាដំណើរការបើកចឹងខ្ញុំនឹង set ម្ដងទៀតម៉ោង 10:22 នាទីឲ្យវាបិទចឹងយើងគាត់ select យកជាការស្រេចខាងលើមិញខ្ញុំដាក់បើកដោយសារខ្ញុំច្រឡំចឹងខ្ញុំកែវាម្ដងទៀតខ្ញុំដាក់ម៉ោង 10:20 នាទីឲ្យវាបើកដំណើរការជាក់ស្ដែង Smart Protector របស់យើងគឺខ្ញុំចុចបិទខ្ញុំអត់បើកទេអញ្ចឹងយើងចាំមើលថាតើនៅពេលដែលដល់ម៉ោងតើវានឹងបើកដោយខ្លួនវាឬអត់អញ្ចឹងរងចាំតាមដានទាំងអស់គ្នាជាក់ស្ដែងគឺ Smart Protector របស់យើងគឺដំណើរការអញ្ចឹងមានន័យថាការ save របស់យើងគឺជោគជ័យអញ្ចឹងយើងចាំមើលថាតើនៅម៉ោង 10:22 តើវាបិទឬទេចឹងជាក់ស្ដែងគឺនៅពេលដែលដល់ម៉ោង 10:22 នាទីគឺវាបិទចឹងការកំណត់ការ set up របស់យើងគឺទទួលបានជោគជ័យ